មកដល់មុខផ្ទះរបស់ខ្ញុំហើយជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី27ខែ9 2025ថ្ងៃនេះគឺពួកចៅសៀមនៅខាងច្រកព្រៃច័ន្ទវាបានចាក់គ្រោះក្រហមមកដល់មុខផ្ទះរបស់ខ្ញុំហើយវាបានដកអាកណាត់របាំងពណ៌ខ្មៅតាំងទី2ចេញហើយដើម្បីធ្វើការចាក់គ្រោះក្រហមមកដល់ដីមុខផ្ទះខ្ញុំហើយសូមបញ្ជាក់បងប្អូនថាសប្តាហ៍ថ្ងៃនេះនៅខាងព្រៃច័ន្ទវាបានពាត់យកផ្ទះរបស់នាងខ្ញុំបានសម្រេចហើយកន្លែងតំបន់ដែលមានបញ្ហាប្រហែលថ្ងៃមុនកាលពីថ្ងៃទី16នោះគឺវាចង់បន្តពាត់យកដីចកាដើមប្រេងខ្យល់ចកាទៀបចកាដូងរបស់នាងខ្ញុំអញ្ចឹងហើយឥឡូវនេះសម្រាប់ចកានោះគឺវាអត់ទាន់បានពាត់យកបានសម្រាប់ទេតែសម្រាប់ដីផ្ទះដែលវាបានពាត់យកនឹងមកដល់ថ្ងៃនេះថ្ងៃទី27គឺវាបន្តចាក់គ្រោះហើយបន្តចាក់គ្រោះដើម្បីឲ្យវាធ្វើដំណើរស្រួលក្នុងការធ្វើអីឬមួយក៏វាចាក់គ្រោះសាងសង់វាគិតថាហ្នឹងគឺជាដីដូនតាវាតាំងពីជាតិណាមកគឺខ្ញុំអត់ដឹងទេតែនេះគឺជាព័ត៌មានបង្ហាញពីក្តីឈឺចាប់មកតង់ទៀតដែលខ្ញុំទទួលបាននៅថ្ងៃទី27នេះម៉ាក់គាត់បានខលមកថាវាបានបន្តដាក់កាមេរ៉ានៅមុខផ្ទះនៅសម្រាប់កាមេរ៉ាគឺនៅលើដីមុខផ្ទះរបស់ខ្ញុំតែម្ដងហើយសម្រាប់បកគោភ្លើងគឺវាដាក់នៅលើដីផ្ទះអ៊ំស្រីនៅចិត្តនឹងបានន័យថាគាត់ផ្ទះគាត់ឲ្យបណ្ដោះផ្ទះខ្ញុំវីដេអូនេះគឺខ្ញុំអត់មានអីទេបងប្អូនគ្រាន់តែចង់ជំរាបឲ្យបងប្អូនបានដឹងនិងចងចាំពីការឈឺចាប់មួយនេះវាបានទន្ទ្រានបានន័យថាយើងកំពុងតែបើកភ្នែកមើលគេសាងសង់អ្វីក៏បាននៅលើដីផ្ទះរបស់យើងណាវារៀងឈឺដែរបងប្អូនមិនមែនរៀងឈឺដែរទេគឺឈឺចាប់តែម្ដងឥឡូវនេះម៉ោង9:49នាទីខ្ញុំកំពុងតែថតវីដេអូប្រហែលជាម៉ោង9:50ឬមួយក៏ម៉ោង10ឯហ្នឹងខ្ញុំបានផុសវីដេអូនេះចេញទៅចឹងចង់ជម្រាបបងប្អូនថាពេលនេះឥឡូវនេះវាកំពុងតែធ្វើការចាក់គ្រោះក្រហមមកដល់ដីផ្ទះរបស់នាងខ្ញុំហើយដីផ្ទះដែលវាពាត់បន្លាលួសហើយនឹងបិទសណាញ់ពណ៌ខ្មៅហើយតាំងទី1គឺវាបានជីកលានដ្ឋាននៅលើកន្លែងប៉ុស្តិ៍ប្រចាំការរបស់ទាហានយើងហើយតាំងទី2ឥឡូវនេះវាកំពុងតែបន្តចាក់ដីគ្រោះចាក់ប្រភេទគ្រោះមកដល់មុខផ្ទះរបស់ខ្ញុំហើយកន្លែងផ្ទះរបស់ខ្ញុំបងប្អូនទៅដល់ព្រៃច័ន្ទផ្ទះខ្ញុំគឺជាផ្ទះជាប់នឹងបន្លាលួសតែម្ដងផ្ទះតបខៀវហ្នឹងហើយមានកញ្ចុះពីមុខហ្នឹងអាហ្នឹងគឺជាផ្ទះរបស់ខ្ញុំហើយក្បាល60បដ 250ទៅខាងក្រោយហ្នឹងអញ្ចឹងខ្ញុំចង់ជំរាបជូនទៅកាន់បងប្អូនទាំងអស់ដែលខ្វះចោលសៀមមិនបាននៅគ្រប់គ្រងផលិតផលវាបងប្អូនមើលពីភាពឈឺចាប់របស់បងប្អូនប្រជាពលរដ្ឋនៅបណ្ដាបន្ទាត់ព្រំដែនបងប្អូនកលេចមើលនៅទុកលំបាករបស់បងកងទ័ពដែលគាត់កំពុងតែហាភ្លៀងហាលមូសការពារសុខភាពជាតិយើងខ្ញុំអត់មានអីទេបងប្អូនខ្ញុំមានតែប៉ុណ្្នឹងឯង